សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកិត្តិយសសូមបង្ហាញជូននៅសារៈសំខាន់នៃសួនជីវៈចម្រុះនៃសាលារៀនអនុវត្តក្រុងតាខ្មៅសួនជីវៈចម្រុះមិនមែនគ្រាន់តែជាកន្លែងដាំផ្កាសម្រាប់លម្អប៉ុណ្ណោះទេប៉ុន្តែវាជាបន្ទប់រៀនក្រៅអគារដែលប្រមូលផ្ដុំទៅដោយរុក្ខជាតិចម្រុះមុខមានដូចជារុក្ខជាតិឱសថដំណាំកសិកម្មនិងរុក្ខជាតិក្នុងស្រុកសាលារៀនអនុវិទ្យាល័យអនុវត្តស្របតាមទិសដៅរបស់ក្រសួងអប់រំយុវជននិងកីឡាខិតខំបណ្ដុះស្មារតីស្ដាល់សិស្សានុសិស្សឲ្យស្រឡាញ់បរិស្ថាននិងការអនុវត្តជាក់ស្ដែងនៅមេរៀនវិទ្យាសាស្ត្រផែនដីនិងជីវវិទ្យាបាទហើយនេះគឺជាការបង្ហាញជូនដល់បងប្អូនសិស្សានុសិស្សពីសំណាក់លោកគ្រូឈើទ្រីការអប់រំបៃតង Green Education ការបង្កើតបរិស្ថានសិក្សាប្រកបដោយផាសុកភាពសាលារៀនស្អាតគ្មានសម្រាមមានដើមឈើការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តសួនជីវៈចម្រុះគឺជាទីតាំងពិសោធន៍សម្រាប់សិស្សានុសិស្សមានជាក់ស្ដែងដូចជាការធ្វើជីកំប៉ុស្តការស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ីជាដើមចំណែកឯការថែរក្សាអត្តសញ្ញាណនិងចំណេះដឹងមូលដ្ឋានវិញការដាំរុក្ខជាតិបៃតងដែលផ្ដល់អត្ថប្រយោជន៍ក្នុងជីវភាពនិងឱសថបុរាណខ្មែរចំណុចគួររៀនសូត្ររៀនពីធម្មជាតិដើម្បីរស់នៅជាមួយធម្មជាតិដោយផ្អែកលើចំណេះដឹងស្គាល់ឈ្មោះនិងរុក្ខជាតិលក្ខណៈចម្រុះដោយផ្អែកទៅលើបំណិននេះគឺជាបច្ចេកទេសនៃការដាំថែទាំនិងការងារក្រុមដោយផ្អែកទៅលើឥរិយាបថសកម្មភាពទាំងនេះបានក្លាយទៅជាការអប់រំដោយប្រយោលនិងចំពោះមុខដើម្បីឲ្យបងប្អូនសិស្សានុសិស្សមានឱកាសក្លាយខ្លួនជាពលរដ្ឋដែលចេះឈឺឆ្អាលនឹងបញ្ហាបរិស្ថាននិងការប្រែប្រួលអាកាសធាតុសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយទៀត